នៅកន្លែងមួយទោះជារដ្ឋក្តីឯកជនក្តីវត្តអារាមក្តីដូចថាយើងសាមគ្គីគ្នាទៅស្រឡាញ់គ្នាទៅធ្វើការមួយគ្នាទៅយើងថាស្រួលប៉ុន្តែពេលអនុវត្តជាក់ស្ដែងវាពិបាកនឹងហៅមនុស្សឲ្យផ្សះផ្សារួបរួមផឹងផែងពីព្រោះវាត្រូវការមានធម៌ដែលជាទឹកអង្សាធ្វើឲ្យរស់នៅធ្វើការមួយគ្នាកើតដែលពុទ្ធលោកហៅថាសារនីយធម៌មាន6មួយមេត្តាកាយកម្មដូចថាការធ្វើការងារហ្នឹងក៏ប្រកបដោយមេត្តាដែរជួយគ្នាមិនយករួចទៅខ្លួនទេហើយមេត្តាវិច័យកម្មនិយាយពីរោះពិសាដាក់គ្នាទាំងចំពោះមុខទាំងកំបាំងមុខព្រះអង្គសម្ដែងយ៉ាងទៀតប៉ុន្តែយើងថ្ងៃដូចទីជួយចិត្តនិយាយពីរោះនៅមុខខាងក្រោយនិយាយអក្រក់ដាក់គ្នាអញ្ចឹងទៅហើយអញ្ចឹងវាអត់អាចសាមគ្គីគ្នាទៅកើតទេវាត្រូវមានមុខតែមួយស្រឡាញ់គ្នាទាំងចំពោះមុខទាំងកំបាំងមុខនិងមេត្តាមនោកម្មចិត្តគំនិតគិតពីគ្នាហ្នឹងក៏អត់មានចំណែនស្អប់គុំគួនដែរហើយសាធារណភោគីចេះចែកម្លែកមិនយកតែម្នាក់ឯងទេបើគេបានសុខដែរមួយទៀតនោះជាអ្នកដែលមានសិលធម៌រស់នៅនឹងប្រហាក់ប្រហែលគ្នាយើងរងថ្ងៃដូចថាមានក្រមសិលធម៌ការងារស្តង់ដារការអនុវត្តនឹងប្រហាក់ប្រហែលគ្នាបើខុសគ្នាបើពិបាករស់នៅមួយគ្នាមិនអាចសាមគ្គីជាមួយគ្នាហើយនឹងមួយទៀតទិដ្ឋិសាមញ្ញតាចិត្តគំនិតហ្នឹងក៏ប្រហាក់ប្រហែលគ្នាមិនមានអ្នកចង់តែឈ្នះចង់តែប្រកបប្រទៀងយកមកតែត្រូវខ្លួនឯងអញ្ចឹងវាតលថាសមាជិកក្នុងស្ថាប័នហ្នឹងរៀនមានចិត្តមេត្តារៀនចែករំលែករៀនរស់នៅប្រកបដោយសិលធម៌ហើយព្រះអង្គសម្ដែងថាទាំងចំពោះមុខទាំងកំបាំងមុខទើបកន្លែងហ្នឹងបានសុខទើបបានចម្រើនទើបនាំឲ្យមានសាមគ្គីហើយនាំឲ្យចេះគោរពគ្នានាំឲ្យបានសេចក្តីសុខនឹករលឹកគ្នាទៅវិញទៅមកដោយចិត្តមេត្តាហើយបើយើងគ្រាន់តែថាមករួបរวมគ្នាសាមគ្គីទេប៉ុន្តែយើងអត់មានធម៌នៅក្នុងខ្លួនរបស់សមាជិកនៅក្នុងហ្នឹងអានឹងអត់អាចសាមគ្គីគ្នាទៅបានទេយើងតើថាយើងម្នាក់ហ៊ានអប់រំខ្លួនឯងរៀនទម្លាក់ស្មេមានអ្នកខ្លួនឯងរៀនដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងផងដល់ក្រុមការងារផងហើយដូចថារៀនសម្របសម្រួលសម្របខ្លួនខ្លះដាក់ខ្លួនខ្លះហើយគេក៏ដាក់ខ្លះហ្នឹងទើបអាចរស់នៅជាមួយគ្នាបានសុខហើយធ្វើការងារជាមួយគ្នាទៅមុខបានចម្រើនពេលខ្លះយើងមិនដឹងរឿងគេទាំងស្រុងយើងបញ្ញាប់កាត់សេចក្តីវិនិច្ឆ័យទៅការសម្រេចចិត្តរបស់យើងពាក្យសម្ដីរបស់យើងវាទៅជាខុសទៅវិញអញ្ចឹងបាននៅក្នុងធម៌ពុទ្ធឲ្យយើងពិចារណាមុននឹងសម្រេចចិត្តសរសើរឬក៏និន្ទាបុគ្គលណាមួយរហូតដល់ព្រះអង្គសម្ដែងថាបើសរសើរមនុស្សខុសយើងអ្នកសរសើរនេះធ្លាក់នរកដូចគេច្រើនទម្លាក់អញ្ចឹងហើយបើនិន្ទាមនុស្សខុសក៏ធ្លាក់នរកដូចគេច្រើនទម្លាក់ដែរអញ្ចឹងត្រូវការសង្កេតពិនិត្យពិចារណាមើលថាវាសមរម្យវាត្រឹមត្រូវប្រើសមត្ថភាពបញ្ញាស្មារតីគូក្បាលរបស់យើងកុំឲ្យគ្រាន់តែគេបង្ហាញអីបន្តិចយើងលួងតាមគេអញ្ចឹងយើងបាត់បង់សមត្ថភាពគិតពិចារណាចិន្តមយៈបញ្ញាកើតដោយការត្រេះរិះពិចារណាហ្នឹងយើងមានតែសុតមយៈបញ្ញាកើតពីការស្ដាប់ប៉ុន្តែស្ដាប់ហ្នឹងស្ដាប់ខុសទៅទៀតដល់អញ្ចឹងវាធ្វើឲ្យយើងសម្រេចចិត្តខុសដោយសារយើងខ្វះបញ្ញាថ្នាក់ពិចារណាហ្នឹងឯងអញ្ចឹងយើងប្រយ័ត្នប្រយែងកុំឲ្យយើងគ្រាន់តែឃើញអីបន្តិចយើងប្រតិកម្មទៅលឿនពេក
ដោយមិនបានស្វែងរកព័ត៌មានស្វែងរកហេតុផលឲ្យបានត្រឹមត្រូវការសម្រេចចិត្តរបស់យើងនឹងវាទៅជាមានទោសមកលើខ្លួនយើងទៅវិញបើយើងចង់និយាយក៏រៀបចំចិត្តគំនិតដែរព្រះអង្គសម្ដែងប្រាប់ភិក្ខុសង្ឃឲ្យនិយាយមើលកលៈទេសៈឲ្យនិយាយប្រកបដោយបញ្ញាឲ្យនិយាយប្រកបដោយទឹកចិត្តមេត្តាมันមានបំណងធ្វើឲ្យគេក្តៅក្រហាយឈឺចាប់អីទេយើងនិយាយកែតម្រូវក៏ចង់ឲ្យបុគ្គលនឹងបានល្អសុទ្ធតែជាមិត្តរួមជាតិរួមកើតរួមចាស់រួមឈឺរួមស្លាប់ទាំងអស់គ្នាសិតតែជាអ្នកមានទុកទាំងអស់គ្នាសិតតែជាអ្នកប្រាថ្នាសុខទាំងអស់គ្នាអត់មានអ្នកណាមួយចង់បានទុកមកដាក់ខ្លួនទេហើយវាគួរឲ្យអាណិតណាស់ដែលយើងទាំងអស់គ្នាសិតតែហែលក្នុងសមុទ្រទុកគ្រប់គ្នាទាំងអស់ចុងក្រោយយើងលះបង់កាយស្លាប់ចោលរូបរាងកាយចោលឆ្អឹងនៅលើផែនដីនេះដូចគ្នាទៅអត់មានអ្នកណាអមតៈទេអញ្ចឹងសិតតែជាអ្នកមានទុករៀងខ្លួនទៅអញ្ចឹងយើងប្រើប្រាស់ពាក្យសម្ដីកាយវិការចិត្តគំនិតនឹងដើម្បីស្រោចស្រង់ខ្លួនយើងឲ្យបានរួចផុតពីទុក្ខផងដើម្បីជួយសង្គ្រោះអ្នកដទៃដែលគេមានទុក្ខនឹងជួយណែនាំបង្ហាញផ្លូវឲ្យគេរួចផុតពីទុក្ខមានទោសមានកំហុសមានការលំបាកយ៉ាងណាយើងជួយសង្គ្រោះដោយមេត្តាករុណាអញ្ចឹងយើងអ្នកជួយនិយាយស្ដីឬក៏ប្រើប្រាស់ថវិកាកម្លាំងកាយកម្លាំងចិត្តនោះគឺយើងបានបន់ដែរដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គឃើញមនុស្សក្នុងលោកមានទុក្ខព្រះអង្គប្រើវាចារបស់ព្រះអង្គដើម្បីបង្ហាញផ្លូវឲ្យរួចផុតពីទុក្ខអញ្ចឹងពាក្យសម្ដីរបស់ព្រះអង្គមានតម្លៃគេកត់ត្រារាប់ពាន់ឆ្នាំមកហើយក៏គេនៅតែគោរពប្រណិប័តថ្វាយអង្គមហើយពុទ្ធមិនបានទៅធ្វើសាលាធ្វើពហិអីទេប៉ុន្តែអវាទរបស់ព្រះអង្គនឹងឯងបានជួយស្រោចស្រង់មនុស្សឲ្យរួចផុតពីទុក្ខច្រើនអញ្ចឹងយើងរៀនប្រើប្រាស់សម្ដីឲ្យមានប្រយោជន៍រៀនពិចារណាដោយបញ្ញាពិនិត្យពិច័យឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងប្រតិកម្មមុននឹងសម្រេចចិត្តពីព្រោះវាអាចធ្វើឲ្យការសម្រេចចិត្តរបស់យើងខុសនាំឲ្យមានវិបត្តិសារីមកឲ្យមានទោសហើយនាំឲ្យមានបាបទៅទៀតផងបើយើងសរសើរឬក៏នន្ទាខុសមនុស្សហ្នឹងរលកជីវិតយើងគ្រប់គ្នាតែងជួបរឿងល្អខ្លះមិនល្អខ្លះជារឿងធម្មតាទោះខំទៅរស់នៅកន្លែងណាក៏ជៀសមិនផុតដែររលកជីវិតតែងបក់បោកលើមនុស្សគ្រប់គ្នាមិនរើសមុខឡើយអ្នកក្រជួបទុក្ខតាមអ្នកក្រអ្នកមានជួបបញ្ហាតាមអ្នកមានអ្នកតូចជួបរឿងតាមអ្នកតូចអ្នកធំជួបបញ្ហាតាមអ្នកធំម្នាក់មានបញ្ហាត្រូវដោះស្រាយផ្សេងគ្នាតាមសម្ពីបុណ្យសម្ពីបាបរៀងខ្លួនពេលបុណ្យឲ្យផលក៏ជួបរឿងល្អរឿងជាទីគាប់ចិត្តទៅពេលណាបាបឲ្យផលម្ដងក៏ជួបរឿងមិនល្អរឿងមិនជាទីគាប់ចិត្តអ្នកមិនអាចបង្គាប់បញ្ជាឲ្យរឿងខាងក្រៅបានតាមចិត្តអ្នកគ្រប់ពេលបានទេសង្ខារទាំងឡាយជាអនត្តាមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អ្នកណាមួយឡើយបើជួបហើយប្រឹងដោះទៅដោះឲ្យអស់ពីសមត្ថភាពអ្នកហើយរៀនរីករាយនឹងអ្វីដែលអ្នកអាចធ្វើបានដំណើរនៃធម្មជាតិមានយប់មានថ្ងៃមានឆ្វេងមានស្ដាំមានល្អមានអាក្រក់ជាសច្ចធម៌ត្រៀមកាយត្រៀមចិត្តរៀនទទួលយក
រឿងរ៉ាវទាំងពីរទើបមិនសូវកើតទុកខ្លាំងម្នាក់សុទ្ធតែត្រូវប្រឈមមុខដោះស្រាយបញ្ហារៀងខ្លួនទៅតាមធម៌ទៅតាមកម្លាំងបុណ្យរៀងខ្លួនទៅអ្នកណាធ្លាប់ធ្វើបុណ្យមកច្រើនទៅក៏មិនសូវបញ្ហាច្រើនអ្នកណាធ្វើបុណ្យតិចមកជួបបញ្ហាស្មុគស្មាញច្រើនហើយទៅដល់ណាក៏ជួបអ្នកណាក៏មានបញ្ហាដែរស្រុកអាមេរិកស្រុកបារាំងអូស្ត្រាលីណាក៏មានបញ្ហាដែរដរាបណាចិត្តរបស់យើងនឹងវានៅអកុសលមួម៉ៅជាប់ជំពាក់ហួងហែងប្រកាន់ចំណែននិន្ទាឈ្នានេះច្រើននឹងសេចក្តីទុក្ខក្នុងចិត្តនឹងក៏ច្រើនដែរអញ្ចឹងយើងមិនអាចសង្ឃឹមថាគេខាងក្រៅរឿងខាងក្រៅធ្វើឲ្យយើងបានសុខភិកច្រើនបានទេវាត្រូវអាស្រ័យសមត្ថភាពគ្រប់គ្រងផ្លូវចិត្តរបស់យើងរៀនទទួលស្គាល់ការពិតថាយើងវាមិនដូចគេទេគេក៏មិនដូចយើងដែរជួបរឿងផ្សេងគ្នាហើយក៏រៀនទទួលកំណត់ដឹងថាជីវិតវាអញ្ចឹងជីវិតនឹងវាមានឡើងវាមានចុះវាមានចំណេញវាមានខាតវាមានគេសរសើរវាមានគេនិន្ទាហើយយើងមិនអាចប្រកបថាត្រូវតែអញ្ចេះបានបើមិនអញ្ចឹងទេអញអ្នកកើតទុកហើយហ្នឹងយើងនឹងឯងអ្នកកើតទុកខ្លាំងបើយើងបខំរឿងឲ្យតាមចិត្តយើងរហូតនិយាយចឹងមិនបានន័យថាយើងបដោយអាម៉េចទៅទេយើងនៅតែកែគុណយើងនៅតែដោះស្រាយប៉ុន្តែត្រូវតែទទួលស្គាល់ការពិតថាខ្ញុំដោះអស់ប៉ុណ្ណឹងហើយសមត្ថភាពខ្ញុំមានប៉ុណ្ណឹងបុណ្យខ្ញុំមានប៉ុណ្ណឹងអញ្ចឹងយើងមិនសូវជាទុកទោមនោះពេកទេបើគេឧទាហរណ៍ថាគេរកស៊ីមានបានល្អអញ្ចឹងយើងអត់មានទៅចំណែននិន្ទាឈ្នានេះទេពីព្រោះជាកម្លាំងបុណ្យរបស់គេហើយកំណត់ដឹងថាចំណែននិន្ទាឈ្នានេះនឹងជាសារជាតិពុលធ្វើឲ្យចិត្តរបស់យើងក្តៅក្រហាយទេភ្លើងទេអាហ្នឹងមិនមែនជាមិត្តមិនមែនជាសម្លាញ់ទេសម្លឹងឃើញអំពីដំណើរហេតុផលអញ្ចឹងយើងកាត់បន្ថយយើងកំណត់ដឹងថាស្អីវាមានហេតុរបស់វាមិនមែនជារឿងចៃដន្យទេវាមានហេតុគ្រប់គ្រាន់បានកើតឡើងវាដូចជាថាយើងដាំស្រូវអញ្ចឹងវាស្រូវស្រាល3ខែវាទុំហើយស្រូវធ្ងន់វា6ខែអញ្ចឹងទៅដាំស្វាយបាន3ឆ្នាំបានវាឲ្យផលអញ្ចឹងយ៉ាងណាយើងកំណត់ដឹងថារឿងក្នុងជីវិតនេះវាមានឥទ្ធិពលពីកម្មចាស់មកផងហើយនឹងអាស្រ័យកម្មថ្មីដែលយើងផឹងប្រែងយើងតស៊ូយើងមានចំណេះដឹងបញ្ញាស្មារតីយើងខ្សែគប់ត្រូវនឹងទៅវាបានល្អប្រសើរប៉ុន្តែវាមិនអាចបានល្អសម្រាប់គ្រប់រឿងបានទេយើងត្រូវកំណត់ដឹងថាអញ្ចឹងបើប្រៀបទៅថាយើងដាំទឹកវាត100អង្សាបានវាពុះបើយើងទឹកបាន80យើងយំសោកបោកខ្លួនក៏វាអត់ពុះដែរយ៉ាងណាក្នុងជីវិតហ្នឹងបើបុណ្យមិនគ្រប់ការព្យាយាមមិនដល់ទេវាខ្វះបុណ្យណាអញ្ចឹងវាអត់បានទេអញ្ចឹងវាតលហ៊ានព្រមថាអញមានបុណ្យប៉ុណ្ណឹងផឹងតទៅទៀតទៅមិនកើតទុកជាមួយនឹងដូចថាអ្វីដែលយើងមិនបានសម្រេចដោយប្រាថ្នាហ្នឹងឯងប៉ុន្តែយើងនៅតែផឹងប្រែងបន្តទៅទៀតហ្នឹងហើយអាហ្នឹងទើបយើងមិនសូវកើតទុក
ខ្មោចអតីតកាលរឿងរ៉ាវមិនល្អបានឆ្លងកាត់ជីវិតអ្នកផុតទៅហើយវាបានកន្លងហួសទៅហើយសូមកុំហៅវាមកវិញអីអនុញ្ញាតឲ្យវារលត់ទៅចុះការមួម៉ៅក្តៅក្រហាយស្ដាយក្រោយជាការហៅរឿងអាក្រក់នោះមកកាន់ជីវិតអ្នកជាថ្មីអ្នកនឹងត្រូវរងទុក្ខជាថ្មីម្ដងហើយម្ដងទៀតបាបកម្មចាស់នាំឲ្យអ្នកជួបរឿងមិនល្អទោះអ្នកខំជៀសទៅណាក៏គេចមិនផុតដែរព្រោះកម្លាំងអ្វីស្មើនឹងកម្លាំងកម្មមិនមានឡើយរៀនទទួលរៀនដោះស្រាយហើយកុំបង្កើតបាបថ្មីអីបាបថ្មីគឺភាពមួម៉ៅក្តៅក្រហាយនឹងរឿងនោះឯងអ្នកឈ្មោះថាបានបង្កើតបាបថ្មីហើយបាបថ្មីនោះនឹងនាំឲ្យអ្នកកើតទុក្ខកាន់តែខ្លាំងឡើងរឿងអាក្រក់ដែលបានកើតឡើងឧបមាដូចជាពពកខ្មៅបក់ផាត់មកបាំងពន្លឺជីវិតអ្នកហើយវាក៏បានបក់ផាត់ផុតទៅហើយអ្នកមិនគួររត់តាមពពកខ្មៅនោះទៀតទេគួរចាប់ការងារថ្មីទទួលពន្លឺថ្មីសាងអំពើល្អថ្មីដើម្បីទទួលបានលទ្ធផលថ្មីដែលអ្នកប្រាថ្នាខ្មោចអតីតកាលបានលងបន្លាចអ្នករួចម្ដងទៅហើយកុំបណ្ដោយឲ្យវាមកលងបន្លាចអ្នកម្ដងទៀតអីប្រកាន់ច្រើនអ្នកខ្លះប៉ះមិនបានទេប្រកាន់ច្រើនខឹងច្រើនលើសលួសអីតិចតួចឆាប់ឈួលក្តៅក្រហាល់ក្រហាយច្រឡោតទប់មិនបានឡើយងាកទៅណាក៏ទឹះគិតរឿងអីក៏នាំឲ្យមួម៉ៅហើយចូលចិត្តរំលឹករំលើករឿងដដែលរហូតដល់គេធុញគេលែងចង់ស្ដាប់បើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកយូរទៅផ្លូវចិត្តអ្នកនឹងមានវិបត្តិជីវិតអ្នកនឹងក្រៀមក្រំរោគសុខមិនសូវឃើញឡើយការប្រកាន់ច្រើនព្រោះចិត្តមានមានះច្រើនមានទោសៈច្រើនភ្លើងឆេះក្នុងចិត្តច្រើនអ្នកប្រទុសរាយនឹងអារម្មណ៍ក៏ច្រើនហើយធ្វើឲ្យចិត្តអ្នកក្រហល់ក្រហាយក៏ច្រើនដែរចូលចម្រើនសតិកំណត់ដឹងថាចិត្តខឹងចិត្តប្រកាន់ច្រើននោះជាចិត្តមិនល្អជាចិត្តមានមេរោគដែលនាំឲ្យជីវិតអ្នកអាប់អួរហើយរៀនដូរចិត្តដូរអារម្មណ៍មកគិតរឿងថ្មីរឿងល្អរឿងជាកុសលវិញម្យ៉ាងទៀតអ្នកត្រូវរៀនទទួលស្គាល់ថាមនុស្សមិនដូចគ្នាទេម្នាក់សន្សំនិស្ស័យមកខុសគ្នារបៀបគិតក៏ខុសគ្នាដែរព្យាយាមចម្រើនបញ្ញាកំណត់ដឹងថាអ្វីមិនចេះតែបានតាមចិត្តអ្នកបង្ខំទេមានហេតុគ្រប់ទើបផលអាចកើតឡើងបានបើហេតុមិនគ្រប់ទោះអ្នកបង្ខំយ៉ាងណាក៏មិនបានឡើយ
វាមានតែធ្វើឲ្យអ្នកខ្វល់ខ្វាយចិត្តខ្លាំងតែប៉ុណ្ណោះរៀនទទួលស្គាល់ការពិតថាជីវិតនេះពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចប្រាថ្នាទេជាសច្ចភាពនៃជីវិតម្យ៉ាងទៀតរៀនចម្រើនមេត្តាផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងថាសូមឲ្យខ្ញុំបានសុខកុំឲ្យមានទុក្ខសូមឲ្យខ្ញុំបានសុខកុំឲ្យមានទុក្ខសូមកុំឲ្យខ្ញុំខឹងគេសូមកុំឲ្យខ្ញុំចងពៀនឹងគេរៀនផ្សាយមេត្តាដល់ខ្លួនឯងរឿយបន្តិចម្ដងរួចពង្រីកសេចក្តីស្រឡាញ់នោះដល់សព្វសត្វទាំងអស់សូមឲ្យសព្វសត្វទាំងអស់បានក្តីសុខរួចផុតពីទុក្ខសូមឲ្យសព្វសត្វទាំងអស់បានក្តីសុខរួចផុតពីទុក្ខទម្លាប់ចម្រើនមេត្តារឿយចិត្តអ្នកក៏បានត្រជាក់បន្តិចម្ដងការទាញចិត្តពីភាពមួម៉ៅក្តៅក្រហាយការប្រកាន់ច្រើនឲ្យសុភាពរៀបសារទន់ភ្លន់មិនមែនជារឿងងាយស្រួលទេតែអ្នកត្រូវតែព្យាយាមត្រូវរៀនកែទម្លាប់ទាស់ចិត្តច្រើនចេញរៀនដូរចិត្តដូរអារម្មណ៍រៀនទទួលស្គាល់ការពិតថាអ្វីមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អ្នកឡើយធម៌ទាំងឡាយជាអនត្តារៀនព្រមរៀនទទួលស្គាល់ការពិតចិត្តអ្នកនឹងបានធូរស្បើយពីទុក្ខកង្វល់មិនខានភាពមានបានហឺហាអស្ចារ្យរបស់យើងនឹងអាចជាទីតាំងនៃការចំណែននិន្ទាអ្នកដតីងាយវាព្រោះមនុស្សគ្រប់គ្នាគេមិនចេះតែសប្បាយចិត្តនឹងសេចក្តីសុខនិងភាពមានបានរបស់យើងគ្រប់គ្នាទេវាមានអ្នកខ្លះគេមិនពេញចិត្តហើយដោយសារអកុសលដែលមាននៅក្នុងចិត្តគេនឹងធ្វើឲ្យគេទាស់ចិត្តអ្វីដែលយើងមានហ្នឹងហើយដែលយើងបង្ហាញបង្អួតបង្អហ្នឹងក៏ដោយចិត្តលោភៈមានះនៅក្នុងខ្លួនចង់ឲ្យគេដឹងចង់ឲ្យគេស្គាល់អញ្ចឹងទៅក្នុងន័យជាសាមញ្ញជនតែហ្នឹងគេមានគេបង្ហាញអញ្ចឹងប៉ុន្តែនៅក្នុងន័យធម៌របស់ទាំងអស់ហ្នឹងកាមគុណទាំងអស់ហ្នឹងលោកប្រៀបធៀបដូចជាដុំសាច់ចឹងដែលក្អែកវាតាមចឹកស៊ីគ្រប់គ្នាចឹងទៅចឹងវានាំឲ្យមានរឿងនាំឲ្យកើតជាចំណែនឬក៏ពេលខ្លះបកាច់បខូចពលឹះធ្វើឲ្យបង្អាប់បង្អោនកិត្តិយសអ្នកដតីអីចឹងទៅទៀតក៏មានដែរចឹងក្នុងការបង្ហាញទ្រព្យរបស់ហ្នឹងក៏ប្រយ័ត្នប្រយែងដែរពីព្រោះវាជាអាវុធមុខពីរវាអាចធ្វើឲ្យគេសប្បាយចិត្តជាមួយក៏មានវាអាចធ្វើឲ្យគេចំណែននិន្ទាខឹងហ្នឹងក៏មានហើយយើងក៏បង្កើតទម្លាប់មួយទម្លាប់បង្អួតបង្អមានចិត្តលោភៈជាប់ជំពាក់នឹងឲ្យគេដឹងអញ្ចឹងបានជានៅក្នុងធម៌លោកទាញឲ្យយើងចេះដូចថាប្រើប្រាស់ទ្រព្យរបស់ដែលមានហ្នឹងឲ្យបានជាប្រយោជន៍សម្រាប់អ្នកដទៃជាបុណ្យកុសលសម្រាប់ខ្លួនយើងដូចជាអនាថបិណ្ឌកសេដ្ឋីនាងវិសាខាជាសេដ្ឋីមែនប៉ុន្តែលោកបានធ្វើអំពើជាប្រយោជន៍ដល់សង្គមជាតិរបស់លោកសម័យនោះនិងសង្គមសាសនាមានវត្តអារាមប្រសង់និងកិច្ចការងារធម្មទានអីផ្សេងទៅទៀតដោយ
ទ្រព្យសម្បត្តិដែលលោកមានរហូតដល់ព្រះបាទធម្មយាសោកដែលលោកគិតថាអញជាស្ដេចផែនដីប៉ុន្តែធ្វើទៀនចាញ់អនាថបិណ្ឌិកសេដ្ឋីឯងអញ្ចឹងបងប្អូនញាតិញោមទាំងអស់គ្នាគួរពិចារណាដែរថាគុណតម្លៃរបស់យើងវានៅខាងក្នុងខ្លួនសេចក្តីសុខសេចក្តីទុក្ខនឹងវានៅក្នុងចិត្តរបស់យើងវាធម្មតាវាត្រូវអាស្រ័យនឹងទ្រព្យសម្បត្តិនឹងកិត្តិយសគេឈ្មោះនឹងប៉ុន្តែมันអាចពឹងសេចក្តីសុខរបស់យើងនឹងពឹងទៅលើរបស់ទាំងអស់នឹងទាំងស្រុងបានទេហើយបើនៅក្នុងធម៌លោកចាត់ទុកទាំងអស់អារម្មណ៍ទាំងអស់ហ្នឹងជាអារម្មណ៍របស់កាមគុណហ្នឹងមិនមែនសម្រាប់តែរឿងស្រីប្រុសទាំងរឿងទាំងអស់អ្វីដែលវាឆ្លងកាត់មកតាមភ្នែកតិចជំនន់ដាតកាយចិត្តហើយវាជាទីតាំងនៃការជាប់ជំពាក់ហ្នឹងលោកហៅថាជាកាមគុណហើយធ្វើឲ្យយើងវិវក់វិលវល់ជាប់ជំពាក់ចង់ថាបានហើយគេក៏ចង់បានយើងក៏ចង់បានហើយជាហេតុនាំឲ្យមានចំនួនគ្នានៅក្នុងសង្គមបណ្ណាំងប្រជែងគ្នានឹងឯងអញ្ចឹងតើយើងប្រើដោយប្រុងប្រយ័ត្នទទួលយកដោយសតិស្មារតីកុំគ្រាន់តែចង់ពង្អួតពង្អបង្ហាញហើយធ្វើឲ្យយើងវិវក់ជាប់ជំពាក់នឹងការសរសើរលើកជើងហើយអាចជាទីតាំងនៃការចំណាយនន្ទានៃអ្នកដទៃអញ្ចឹងយើងប្រើប្រាស់ទ្រព្យសម្បត្តិរបស់របរហ្នឹងដើម្បីឲ្យបានជាប្រយោជន៍ដល់ខ្លួនយើងផងគ្រួសារផងសង្គមផងជាបុណ្យកុសលសម្រាប់ក្នុងជីវិតរបស់យើងក្នុងចិត្តរបស់យើងផងបើចំពោះជីវិតជាព្រះសង្ឃវិញព្រះអង្គឲ្យប្រយ័ត្នប្រយែងណារឿងប្រើប្រាស់របស់របរអីសពគ្រប់ទាំងអស់ឲ្យចេះពិចារណាឲ្យចេះថ្លឹងថ្លែងឲ្យចេះប្រើឲ្យល្មមប្រមាណហើយប្រាប់ទៀតថាប្រើនឹងមិនមែនដើម្បីពង្អួតពង្អបង្ហោះបង្ហើបង្ហាញសាច់ជូនអ្នកស្រុកអីទេនឹងនៅក្នុងបច្ចវេកនវិធីដែលព្រះអង្គសម្ដែងអញ្ចឹងយើងគួរសង្រួមកន្លែងហ្នឹងដើម្បីសង្រួមចិត្តរបស់យើងផងហើយដើម្បីឲ្យអ្នកដតីនឹងកុំឲ្យគ្នាកើតបាបដោយសាររបស់នឹងផងយើងរៀនប្រើទ្រព្យដែលជាបុណ្យរបស់យើងដោយសតិបញ្ញាស្មារតីប្រើទ្រព្យដែលជាបុណ្យចាស់ហ្នឹងបង្កើតបុណ្យថ្មីបន្តទៅទៀតជាអរិយទ្រព្យជាប់នៅក្នុងចិត្តជាប្រយោជន៍ទៅក្នុងអនាគតជាតិអនុមោទនាពេលដែលយើងជួបរឿងអីខុសពីចិត្តយើងចង់យើងអាចទាស់ចិត្តយើងអាចមួម៉ៅយើងអាចខឹងបន្ទុះសារាយនឹងរឿងនឹងអារម្មណ៍នឹងវាជាធម្មតាក្នុងជីវិតវាតែងតែមានរឿងត្រូវចិត្តខ្លះរឿងមិនត្រូវចិត្តខ្លះវាមានអ្នកខ្លះគេស្រឡាញ់យើងវាមានអ្នកខ្លះគេស្អប់យើងចឹងយើងអត់អាចសង្ឃឹមថាគេសរសើរយើងរហូតគេគាំទ្រយើងរហូតគេនិយាយល្អពីយើងរហូតអានឹងយើងសង្ឃឹមចឹងមិនបានទេពីព្រោះវាខុសពីសច្ចភាពនៃជីវិតគ្មានអ្នកណាអាចជៀសផុតពីការនិន្ទាបានទេព្រះអង្គសម្ដែងថាណដ្ឋិលោកេអនិន្តិតោចឹងតើយើងមានបញ្ញាជួយសម្រួលផ្លូវចិត្តដើម្បីឲ្យវាចេះព្រមទទួលយកនៅអារម្មណ៍ទោះជាអារម្មណ៍នឹងល្អក្តីអារម្មណ៍នឹងមិនល្អក្តីពាក្យសម្ដីនឹងពិរោះក្តីមិនពិរោះក្តីទទួលដោយន័យថាក្នុងជីវិតនេះយើងមិនអាចទៅខាត់ខាំងថាមាត់គេមិនឲ្យគេនិយាយអញ្ចឹងឬក៏ហាមឃាត់ថារឿងនឹងមិនឲ្យកើតឡើងហាមអត់បានទេយើងអត់មានសមត្ថភាពទៅឃាត់រឿងនឹងបានទេអ្វីដែលយើងអាចធ្វើបានគឺយើងយកមកវិភាគពិចារណាថា
រឿងហ្នឹងបើជារឿងល្អយើងកំណត់ដឹងដោយបញ្ញាថាជាផលរបស់បុណ្យជាផលនៃការព្យាយាមប្រឹងប្រែងតស៊ូរបស់យើងទើបបានទទួលរឿងល្អហ្នឹងមកហើយបើជួបរឿងមិនល្អក៏ត្រូវមានបញ្ញាកំណត់ដឹងថានឹងក៏ជាផលនៃអំពើមិនល្អផលនៃការខ្ជិលឬក៏ផលនៃការមិនយកចិត្តទុកដាក់របស់យើងទើបបានរឿងនឹងកើតឡើងវាអាចមានហេតុពីអតីតហើយនឹងហេតុបច្ចុប្បន្នបូកផ្សំគ្នាទើបវាចេញទៅជារឿងផលល្អនិងផលអាក្រក់នឹងជាយើងមានបញ្ញាមួយនៅអមជាមួយចិត្តនឹងជួយខ្សឹបប្រាប់ចិត្តនឹងជួយពន្យល់ប្រាប់ចិត្តនឹងថានឹងឯជីវិតនឹងវាត្រូវតែប្រឈមមុខអញ្ចឹងឯងហើយយើងទទួលដោះស្រាយមិនមែនថាអញ្ចឹងមិនទៅជួបរឿងអីក៏រឿងទៅអញមិនខ្វល់មែនទេក្នុងន័យនេះតាមន័យនៅក្នុងអភិធម្មថាអកុសលវិបាកដែលយើងជួបហើយផលនៃបាបហ្នឹងយើងរត់ទៅណាក៏រត់មិនរួចដែររត់ចូលក្នុងព្រៃឡើងលើភ្នំចូលរូងក្តាមក៏អកុសលហ្នឹងវាតាមយើងដែរសូម្បីតែបានត្រាស់ជាពុទ្ធហើយអកុសលកម្មចាស់ហ្នឹងវានៅតាមពុទ្ធនឹងបានទៅទៀតរឿងអីថាវាមិនអាចមកតាមយើងជាមនុស្សសាមញ្ញបានហើយកម្មហ្នឹងមិនមែនជាអ្នកណាជាអ្នកសាងគឺយើងជាអ្នកសាងហ្នឹងឯងយើងជាអ្នកសាងហេតុនៃរឿងអាក្រក់ហ្នឹងយើងជាអ្នកសាងហេតុនៃរឿងល្អហ្នឹងហើយយើងជាអ្នកទទួលរឿងអាក្រក់និងរឿងល្អហ្នឹងយើងមិនអាចបន្ទោសព្រះប្អិនព្រះអង្គណាបានទេយើងនឹងជាអ្នក design ជីវិតឲ្យខ្លួនឯងហ្នឹងឯងបើទោះជាទេវតាប្អិនលោកមកជួយយើងក៏តលតែយើងនឹងមានបុណ្យនឹងឲ្យទេវតាប្អិននឹងជួយយើងដែរបើយើងខ្វះបុណ្យលោកចង់ជួយក៏ជួយយើងមិនបានដែរលោកអាចមានចិត្តអាណិតប៉ុន្តែមិនដឹងធ្វើម៉េចសត្វលោកប្រព្រឹត្តទៅតាមកម្មហ្នឹងដែលខ្លួនបានធ្វើអញ្ចឹងយើងបើឃើញរឿងអីមិនល្អមិនសមរម្យការប្រព្រឹត្តនឹងមិនត្រឹមត្រូវយើងអាចណែនាំថាស្ដីប្រយែពយល់ប៉ុន្តែតលប្រយ័ត្នប្រយែងផ្លូវចិត្តរបស់យើងផងពីព្រោះពេលខ្លះយើងបញ្ចេញកំហឹងការទាស់ចិត្តនឹងប្រកបដោយគំនុំស្អប់វាទៅជាធ្វើឲ្យយើងនឹងកើតទោសៈទៅវិញកំហឹងសួរថាព្រះអង្គបដៅសាវកតែព្រះអង្គបដៅព្រះអង្គស្ដីថាទេតែព្រះអង្គស្ដីថាព្រះអង្គឃើញថាគេខុសទេព្រះអង្គឃើញថាគេខុសហើយស្ដីថាប៉ុន្តែសួរថាព្រះអង្គទៅខឹងទៅស្អប់ទៅពិបាកចិត្តទៅទុកទោសមនាស់ទេថាអត់ទេព្រះអង្គបដៅប្រាប់នឹងដោយបតីករុណាមិនស្លូតអាខុសក៏ខុសទៅអាត្រូវក៏ត្រូវទៅមែនទេព្រះអង្គនៅតែជួយណែនាំប៉ុន្តែបតីព្រះអង្គនឹងមានព្រះបញ្ញាញាណគ្រប់គ្រងបតីរបស់ព្រះអង្គមានឧបេក្ខាមានសមាធិដែលជួយឲ្យព្រះអង្គមានទាំងកម្លាំងកាយមានទាំងកម្លាំងចិត្តហើយការណែនាំនោះប្រកបដោយមហាករុណាអត់មានស្អប់គុំគួនទៅទៀតអញ្ចឹងបតីនឹងស្អាតបរិសុទ្ធណាស់ត្បិតថាស្ដីក៏ពិតមែនប៉ុន្តែយើងជាពុទ្ធជននេះវាពិបាកនឹងគ្រប់គ្រងចិត្តពិបាកនឹងបែងចែកថាមួយណាជាការស្ដីបដៅដោយករណាមួយណាជាការខឹងដូចថាទុកទោមនាស់ក្នុងចិត្តហើយធ្វើឲ្យបញ្ចេញទៅវាជាវាចាពេលខ្លះជាវាចាមួយណែនាំបដៅមិនប៉ុន្តែដោយកំហឹងទៅវាធ្វើឲ្យកើតទៅជាទោសៈទាំងយើងអ្នកនិយាយអ្នកស្ដាប់នោះក៏កើតទោសៈត្បិតថាការណែនាំហ្នឹងឃើញកំហុសហ្នឹងវាខុសជាងក៏ពិតមែនហើយអញ្ចឹងបានថាការថែរក្សាចិត្តឲ្យបានល្អនេះមិនមែនជារឿងងាយទេជាងតើតែយើងរៀនកំណត់ដឹងថារឿងវាមិនអាចកើតឡើងតាមយើងចង់គ្រប់
rường thế mà nút mình ai vừa trời chật tam dương và thana bàn group kia thế cái mình chơi từ vừa là o cho mùi dương vậy sa dương là hồ tế rướng về miền tàng song khang về miền tàng lo miền tàng mình lo chứ bọn ở dương riêng cắt tôm mà nó chấm pu rương mình lo hơi nâng sau mình nó rồi có bị chia chuột chấm bẹ nâng rương lo bọn ở dương đào play cả đà vĩnh rương lo rương mình lo cả lớn từ tua đo sài thưa tầm nào từ mốc mình ao chuột chấm bẹ tàng song khang nâng tướp dương mình sự cả tục làng miền nhiệt nhôm khác đôi ta có toàn ban mưa thai mãi ở bàn thầm thờឬក៏គូសារបស់គាត់នឹងបាត់បង់ទាំងដែលមិនបានលាគ្នាធំត្រូវអញ្ចឹងគាត់មិនអស់ចិត្តគាត់នៅតែដេកគិតថាបើចេះទៅមានអីបើចុះទៅមានអីឬក៏គាត់ថាដូចថាពេលឈឺនឹងទៅរកពេទ្យនេះខុយរកពេទ្យនោះខុយអញ្ចឹងមមរកពេទ្យត្រូវហួសពេលបាត់អញ្ចឹងគាត់ស្ដីបន្ទោសខ្លួនឯងថាងបើចេះទៅវិញមានអីបើទៅពេទ្យនោះបដ ாய் ទៅមានអីប៉ុន្តែរឿងនោះវាហួសទៅហើយវាមនុស្សនឹងស្លាប់បាត់ទៅហើយបើយើងមិនរកវិធីសាស្ត្រដោះទុកពីខ្លួនឯងទេយើងសោកសៅយើងនៅតែស្ដីបន្ទោសយើងនៅតែមានវិបដិសារីធ្វើឲ្យយើងមិនស្រឡះបើអ្នកស្លាប់ទៅនឹងដឹងថាយើងនៅអញ្ចឹងក៏គាត់មិនស្ងប់ចិត្តដែរហើយយើងខ្លួនឯងនឹងអ្នកដែលមិនស្ងប់ចិត្តនឹងគាត់ស្លាប់ទៅគាត់ទៅបដិសន្ធិក្នុងភពថ្មីទៀតហើយទៅលើឬក៏ទៅក្រោមអានឹងអាស្រ័យលើកម្លាំងកម្មរបស់គាត់អាស្រ័យលើផ្លូវចិត្តរបស់គាត់នៅពេលដែលមុននឹងស្លាប់ហ្នឹងហើយបើគាត់មានខ្មែរយើងចូលចិត្តហៅថាអារម្មណ៍ល្អបើនៅក្នុងធម៌មរណាសន្នជីវ័នជីវ័នចិត្តមុននឹងស្លាប់នឹងល្អអានឹងគាត់ទៅក្នុងសុគតិភពទៅបើមរណាសន្នជីវ័នជីវ័នចិត្តមុននឹងស្លាប់នឹងមិនល្អភ័យព្រួយជាប់ជំពាក់រវើរវាយអានឹងទៅក្នុងអបាយភូមិហើយអញ្ចឹងវាតើថាឲ្យយើងរៀបចំចិត្តគំនិតជូនដំណើរគាត់នឹងឲ្យបានស្រួលទៅឲ្យគាត់បាននឹកដល់គុណពុទ្ធពធប្រសងមានសិលជាទីពឹងរំលឹកដល់បុណ្យកុសលដែលគាត់បានធ្វើឲ្យគាត់ផ្ចង់ចិត្តទៅដូចថាយើងខាត់ការយំសោកអីមិនបានទេប៉ុន្តែត្រូវតែត្រៀមរៀបចំឲ្យអ្នកដែលចិត្តស្លាប់នឹងមានអារម្មណ៍ល្អមានចិត្តនឹងស្ងប់រងាប់កុំឲ្យរវើរវាយឧទាហរណ៍ឮសំឡេងយើងយំយើងសោកទៅគាត់អាចមានចិត្តនឹងរវើរវាយមិនស្ងប់អានឹងកតិកំណើតក្នុងជាតិបន្ទាប់នឹងមិនល្អហើយអញ្ចឹងបានជារមរានខ្មែរយើងឲ្យមានអ្នកមកសូត្រធម៌អ្នកមកឲ្យធម៌អីចឹងទៅដើម្បីឲ្យគាត់នឹងបានផ្ចង់ចិត្តទៅក្នុងអារម្មណ៍នាំឲ្យជ្រះថ្លាហ្នឹងឲ្យស្ងប់រងាប់ផ្លូវចិត្តហ្នឹងអាហ្នឹងបានកតិកំណើតក្នុងជាតិបន្តហ្នឹងបានខ្ពង់ខ្ពស់បានប្រសើរប៉ុន្តែចង់លើកមកហ្នឹងថាបើឧទាហរណ៍ថាគាត់ធ្វើដំណើរទៅហើយអ្វីដែលយើងអាចធ្វើបានយើងមានតែជូនដំណើរដោយបុណ្យដោយកុសលធ្វើនៅតេខេណានុបទានឧទ្ទិសជូនគាត់រឿយមិនចាំបាច់ថា7ថ្ងៃ100ថ្ងៃអីទេពេលណាថ្ងៃសិលមានប្រសង់និមន្តបិណ្ឌបាតឬក៏មានឱកាសធ្វើចង្ហាន់ទៅវត្តប្រគេនចំពោះប្រសង់ឬក៏អ្នកណាអ្នកមានសិលអ្នកធំត្រូវឧទ្ទិសជូនគាត់ទៅពុកឯម៉ែអើយបងអើយខ្ញុំសូមឧទ្ទិសបុណ្យជូនបងជូនពុកជូនម៉ែសូមឲ្យពុកម៉ែជួយមកទទួលចំណែកបុណ្យនេះឲ្យសូមឲ្យបានសេចក្តីសុខចោះ
ហើយបើនឹកគាត់ពេលយប់ឧទ្ទិសពេលយប់ទៅនឹកដល់ពេលថ្ងៃឧទ្ទិសពេលថ្ងៃទៅហើយបើមានទ្រព្យសម្បត្តិច្រើនសមរម្យកសាងសមិទ្ធផលណាជាប្រយោជន៍សាធារណៈហើយឧទ្ទិសកុសលជូនទៅពុកឲ្យម៉ែឲ្យខ្ញុំបានធ្វើគាត់ធ្វើសាលាធ្វើផ្លូវអញ្ចឹងសូមជូនកុសលឧទ្ទិសជូនដល់ពុកដល់ម៉ែទទួលត្រេកអរបុណ្យរបស់ខ្ញុំហើយសូមឲ្យបានសេចក្តីសុខចោះសមិទ្ធផលធំទៅយើងក៏សប្បាយចិត្តបានច្រើនបុណ្យក៏បានច្រើនឧទ្ទិសកុសលជូនគាត់ហ្នឹងក៏បានច្រើនដែរជំនួសដោយការសោកសៅវិបដិសារីស្ដីបន្ទោសខ្លួនឯងទៅជាការឧទ្ទិសបុណ្យកុសលផ្សាយមេត្តាផ្សាយសេចក្តីស្រឡាញ់ឲ្យគាត់វិញជំនួសអញ្ចឹងយើងវាធូរស្បើយពីសេចក្តីសោកនឹងបដាទៅពីព្រោះយើងបានកម្លាំងបុណ្យកម្លាំងការផ្សាយមេត្តាកម្លាំងនៃបញ្ញានេះជំនួសដោយការអង្គុយសោកសៅឬក៏ដេកយំពីព្រោះអាការដេកយំសោកសៅហ្នឹងនៅក្នុងធម៌ព្រះអង្គសម្ដែងថាមិនបានជាប្រយោជន៍សំបីបន្តិចបន្តួចដល់អ្នកស្លាប់អត់មានបានទេទោះជាយើងយំអស់ទឹកភ្នែកស្គមរីងរៃស្លាប់ទាំងខ្លួនទៅទៀតក៏អត់បានអីជាប្រយោជន៍ដល់អ្នកស្លាប់នឹងដែរអានឹងជាបុគ្គលជនវាមានហើយយំសោកស្ដាយសំណោះហ្នឹងយើងខាត់បានប៉ុន្តែយើងត្រូវមានបញ្ញាកំណត់ដឹងថាយើងដូរវិញទៅពីការយំសោកមិនបានជាប្រយោជន៍ហ្នឹងទៅជាការឧទ្ទិសបុណ្យណានឹកគាត់ពេលយប់នឹកគាត់ពេលថ្ងៃអើយពុកឲ្យម៉ែខ្ញុំបានធ្វើបុណ្យពីថ្ងៃមុនពីព្រឹកមិញណាពុកម៉ែសូមទទួលបុណ្យពីខ្ញុំហើយសូមឲ្យបានសេចក្តីសុខចោះអញ្ចឹងហើយយើងវាបានផ្សះផ្សាបេះដូងទ្រូងយើងផ្លូវចិត្តយើងហើយចំណែកបុណ្យហ្នឹងបើគាត់ដឹងគាត់ឮគាត់ទទួលគាត់បានត្រេកអរគាត់បានសុខដោយសារកម្លាំងបុណ្យរបស់យើងបន្ថែមលើបុណ្យរបស់គាត់នឹងទៅទៀតអញ្ចឹងតើយើងរៀនដោះលែងខ្លួនឯងពីសេចក្តីសោកកុំគិតថាបើអញ្ចេះទៅមានអីបើអញ្ចោះទៅមានអីអាហ្នឹងអត់អាចបានទេបើនិយាយពីប្រៀបធៀបពីជាគៀងវិញអស់ព្រេងហើយជីវិតរបស់គាត់អស់បុណ្យហើយអញ្ចឹងទោះជាមិនក៏ត្រូវតែរលត់ដែរដូចជាស្លឹកឈើទុំវាជ្រុះហើយថ្ងៃទៅពេលល្ងាចវាលិចយំក៏វាលិចដែរស្លឹកឈើវាជ្រុះហើយយើងយំក៏វាជ្រុះដែរយ៉ាងណាជីវិតរបស់មនុស្សយើងនឹងវាមានកម្លាំងបុណ្យប្រេងបុណ្យជាគៀងជីវិតរបស់យើងនឹងវាតិចច្រើនតាមអ្វីដែលគាត់បានសាងមកអញ្ចឹងយើងមិនអាចបខំថាហេបើអញ្ចេះទៅមានអីហេបើអញ្ចោះទៅមានអីរឿងហ្នឹងវាហួសហើយវាចប់ហើយយើងចាត់ទុកថាជាគៀងជីវិតរបស់គាត់បានផុតរលត់ហើយយើងជូនដំណើរបុណ្យឲ្យគាត់បានសុខទៅថ្ងៃមុខទៅទៀតទៅជាតិមុខទៅទៀតដោយការឧទ្ទិសបុណ្យរឿយទៅជូនគាត់ទៅអាហ្នឹងជាអ្វីដែលយើងអាចធ្វើបានដើម្បីផ្សះផ្សាចិត្តយើងផងហើយជាប្រយោជន៍សេចក្តីសុខដល់គាត់ទៅក្នុងភពខាងមុខផង